តោះឥឡូវយើងចូលការងារបន្ទាប់របស់យើងអញ្ចឹងសម្រាប់ source ឬក៏ file ខ្ញុំបាន copy ឲ្យអ្នកនរគ្នាដាក់តាំង Telegram ហើយអញ្ចឹងអ្នកនរគ្នាអាចចូលទៅ download ហើយអ្នកគ្នាអាចទៅរៀប folder ដែលខ្ញុំបាននិយាយកាលពីមុនអញ្ចឹងទីមួយយើងត្រូវមានfolder project name របស់យើងអញ្ចឹងអាហ្នឹងសម្រាប់ដាក់នៅ project ការងាររបស់យើងហើយទីពីរsource ប៉ុន្តែឥឡូវនេះខ្ញុំដាក់ link អញ្ចឹងបើសិនយើងប្រើមួយអាឡាសអញ្ចឹងឥឡូវនេះអាកន្លែង source ហ្នឹងយើងត្រូវការជា link វិញតែដោយសារក្នុង Photoshop អញ្ចឹងយើងត្រូវដាក់កន្លែងហ្នឹង source ហើយទីពីរគឺ ex អញ្ចឹងហ្នឹងសម្រាប់ folder ស្រាក់ឈើហើយមុននឹងយើងចូលដល់ការ design អញ្ចឹងដូចរត់ដងដែរអញ្ចឹងពេលយើងបើកកម្មវិធី Photoshop មកវានឹងចេញនេះអញ្ចឹងដើម្បីនេះយើងចុចយកពាក្យ new ដើម្បីបង្កើត artboard ឬក៏នេះសម្រាប់ design អញ្ចឹងយើងចុចពាក្យ new ហើយយើងយកកន្លែង print ហើយយើងកំណត់ size អញ្ចឹងជាទូទៅ size ដែលខ្ញុំបាននិយាយចាស់ដល់យើងប្រើតែពីរទេទីមួយគឺ pixel ទីពីរគឺសង់ទីម៉ែត្រអញ្ចឹងឥឡូវខ្ញុំយក pixel ហើយក្នុងករណីដែលអ្នកគ្នាអត់កំណត់អានេះមុនទេឧទាហរណ៍ថាខ្ញុំយកអានេះឧទាហរណ៍ខ្ញុំចង់អញ្ចឹងអានេះសង់ទីម៉ែត្របើសិនខ្ញុំចង់ដាក់ pixel អញ្ចឹងខ្ញុំបាយឥឡូវ600ឧទាហរណ៍ថាស្រាប់តែខ្សែនេះលេខខុសខ្ញុំចង់បាន pixel សោះអញ្ចឹងខ្ញុំកែទៅ pixel ឃើញអត់ពេលយើងកែ pixel មកលេខហ្នឹងដូរអញ្ចឹងយើងត្រូវកំណត់ស្អាតវិញជាទូទៅវានៅຂະຫນាតហើយបានគេមកកំណត់អានេះដើម្បីកុំឲ្យវាដូរលេខអញ្ចឹងឥឡូវខ្ញុំដាក់600សិនណាអ្នកគ្នាដាក់គុណ2ទៅការងារទូទៅក៏ដាក់គុណ2ដែរហើយ resolution 300អញ្ចឹងអីគឺដដែលហើយកន្លែងនេះគឺយើងអាចកំណត់បើសិនជាទូទៅបើនេះយើងអាចកំណត់នេះផ្ដេកឬក៏បញ្ឈរយើងតែនេះយើងយកមួយណាក៏បានដោយសារតែវា4ជ្រុងអញ្ចឹងបន្ទាប់ពីខ្ញុំកំណត់ size ហើយខ្ញុំនឹង create project ចុចយកពាក្យ create អញ្ចឹងនៅពេលដែលវា create វានឹងបាន artboard មួយអញ្ចឹងវានឹងបាន artboard មួយនេះអញ្ចឹងមុននឹងយើងចាប់ផ្ដើមទាញ element ផ្សេងដាក់ចូលក្នុង project របស់យើងត្រូវsave project នឹងមួយតុសិនអញ្ចឹងយើងយកពាក្យ file save as ខ្ញុំរត់ select យក folder របស់ខ្ញុំអានេះ AT ដាក់នៅក្នុងវាអញ្ចឹងខ្ញុំដាក់នៅក្នុងនេះមកដាក់ poster Nescafe Nescafe face Nescafe poster Nescafe អញ្ចឹងខ្ញុំទៅដល់ហ្នឹងមកខ្ញុំ file ជាទូទៅវា default ហើយតែបើក្នុងករណីអត់ default នេះខ្ញុំត្រូវ select យក line នេះជា PSD ដើម្បីបាន file Photoshop អញ្ចឹងតបខ្ញុំ select file ខ្ញុំកំណត់ឈ្មោះហើយយកពាក្យ save អញ្ចឹងវានឹងបាន save file ហ្នឹងតហើយអញ្ចឹងឥឡូវយើងចូលទៅមើលអញ្ចឹងវានឹងឃើញមាន file Photoshop មួយនេះ poster Nescafe នេះដែលខ្ញុំបានកំណត់ឈ្មោះអញ្ចឹងដូចរាល់ដងដែរមុននឹងយើង design អញ្ចឹងយើងទៅមើល product របស់យើងអញ្ចឹងដោយសារតែ product របស់យើងនៅមាន background អញ្ចឹងយើងត្រូវការកាត់អញ្ចឹងដើម្បី import រូបដូចខ្ញុំនិយាយអញ្ចឹងទីមួយអ្នកគ្នាអាចយកពាក្យ file ហើយ open មកវានឹងredirect ទៅកាន់ folder ណាមួយនៅក្នុង drive របស់អ្នកគ្នាអញ្ចឹងអ្នកគ្នាអាចចូលទៅ select ហើយ open យកមកតែក្នុងករណីនេះខ្ញុំអត់ធ្វើអញ្ចឹងទេខ្ញុំទេដាក់ចូលមកអញ្ចឹងខ្ញុំប្រួសនេះទួយហើយខ្ញុំទាញ product របស់ខ្ញុំដាក់ចូលក្នុងនេះដើម្បីធ្វើការកាត់ background អញ្ចឹងអានេះខ្ញុំមានប៉ុណ្ណឹង3 product អញ្ចឹងខ្ញុំទាញអានេះមួយអញ្ចឹងមកគេករណីនៅគ្នាទេអញ្ចឹងខ្ញុំអត់ចង់ដាក់ចូលក្នុងនេះទេអញ្ចឹងខ្ញុំចង់បានឲ្យវាបង្កើតនៅdocument ថ្មីដើម្បីធ្វើការកាត់ហើយបានខ្ញុំទាញដាក់ចូលក្នុង artboard របស់យើងសម្រាប់តម្រៀបអញ្ចឹងខ្ញុំដាក់កន្លែងនេះគឺសញ្ញាបូកទេអញ្ចឹងខ្ញុំប្លែកកន្លែងនេះមកវានឹងបង្កើត document ថ្មីសម្រាប់ឲ្យយើងធ្វើការកាត់ឬក៏កែប្រែ
អញ្ចឹងក្នុងករណីនេះពេលយើងទាញហើយគឺ object របស់យើងកន្លែងនេះគឺវាជាប់អក្សរអញ្ចឹងយើងដោះសផងបើមិនជាដោះទេយើងអាចបង្កើតឬក៏អីបានទេអញ្ចឹងកន្លែងហ្នឹងគឺសំខាន់មួយដែរហើយក្នុងការកាត់គឺខ្ញុំប្រើប្រាស់ pen tool ដែរ shortcut វាអក្សរ P អញ្ចឹងយើងគ្រាន់ចុចអក្សរ P មកវានឹង select ទៅកាន់ pen tool ហើយអញ្ចឹងខ្ញុំធ្វើការកាត់ product ហ្នឹងអញ្ចឹងដូចខ្ញុំបាននិយាយចឹង style វាមាន2ដែលខ្ញុំបានប្រាប់ទី1យើងចុចអញ្ចឹងហើយដើម្បីពុតឲ្យចេញឲ្យតាមរូបរាងនៅ object របស់យើងចុចមួយទៀតហើយយើងប្រើប្រាស់នៅ key control អញ្ចឹងដើម្បីទាញ